បទពិសោធន៍ជាគ្រូពេទ្យជួរមុខនៅក្នុងកំឡុងពេលរីករាលដាលនៃជំងឺ COVID-19 គឺជាការចងចាំមួយដែលពិបាកទទួលយកវាគឺជារឿងដែលយើងទាំងអស់គ្នាអត់ចង់ឲ្យកើតឡើងម្ដងទៀតទេវីរុសថ្មីដែលមានឈ្មោះថា JN1 ដែលស្ថិតនៅក្នុងចង្កោមគ្រួសារ COVID-19 កំពុងតែរីករាលដាលយ៉ាងឆាប់រហ័សនៅតាមបណ្ដាប្រទេសនានាជាក់ស្ដែងត្រឹមតែរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះមានអ្នកឆ្លងរហូតទៅដល់ជាង 65,000 នាក់នៅឯប្រទេសថៃគិតត្រឹមថ្ងៃទី18រហូតទៅដល់ថ្ងៃទី24ហើយនៅក្នុងប្រទេសកម្ពុជាយើងក៏រកឃើញមានអ្នកឆ្លងផងដែរខាងក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជាយើងលោកក៏ជំរុញឲ្យមានការចាក់វ៉ាក់សាំង Pfizer ចំពោះក្រុមមនុស្សដែលមានវ័យលើសពី12ឆ្នាំដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ចំពោះនាងខ្ញុំផ្ទាល់ក៏សូមលើកទឹកចិត្តទៅដល់ប្រជាជនរបស់យើងដែលមានវ័យចំណាស់ដែលមានជំងឺរ៉ាំរ៉ៃក៏ដូចជាមានប្រព័ន្ធភាពស៊ាំខ្សោយឲ្យទៅទទួលយកវ៉ាក់សាំងដូចគ្នាព្រោះថាទោះបីជាមិនទាន់មានការព្រមានខ្លាំងពិតមែនក៏ប៉ុន្តែជំងឺនេះគឺវាមានការរីករាលដាលឆាប់រហ័សអញ្ចឹងយើងគួរគប្បីទទួលយកវ៉ាក់សាំងដើម្បីការពារខ្លួនយើងនិងក្រុមគ្រួសាររបស់យើងផងដែរព្រោះអ្វីដែលនាងខ្ញុំបារម្ភខ្លាំងនោះគឺអាចមានការរីករាលដាលខ្លាំងម្ដងទៀតព្រោះថាបន្ទាប់ពីស្ងាត់មួយរយៈធំនេះមនុស្សគ្រប់គ្នាចាប់ផ្ដើមលែងសូវខ្លាចលែងសូវបារម្ភហើយក៏លែងសូវការពារក្នុងនាមនាងខ្ញុំជាគ្រូពេទ្យដែលធ្លាប់ជាគ្រូពេទ្យជួរមុខនៅក្នុងមណ្ឌលព្យាបាលជំងឺ COVID នាងខ្ញុំពិតជាអត់ចង់ឃើញរូបភាពនិងការចងចាំដែលអត់ល្អទាំងអស់ហ្នឹងកើតឡើងមកវិញម្ដងទៀតទេព្រោះថាមានបងប្អូនខ្មែរយើងទាំងចាស់ទាំងក្មេងច្រើនអ្នកបានរងគ្រោះពីជំងឺដ៏កាចសាហាវមួយនេះចំពោះអ្នកជំងឺខ្លះក៏ស្រាលទៅប៉ុន្តែអ្នកជំងឺខ្លះទៀតដែលគាត់មានអាការៈធ្ងន់ធ្ងរហើយទ្រាំអត់បានហ្នឹងអាចឈានចូលរហូតទៅដល់ការបាត់បង់ជីវិតយើងទាំងអស់គ្នាសិតតែមានបទពិសោធន៍មិនល្អឯជាមួយនឹងជំងឺ COVID-19 នេះអញ្ចឹងជាសារក្រើនរំលឹកទៅដល់បងប្អូនខ្មែរទាំងអស់មុននឹងចេញក្រៅត្រូវពាក់ម៉ាស់លាងសម្អាតដៃឲ្យបានញឹកញាប់និងអនុវត្តឲ្យបានជាប់ជួននៅវិធានការការពាររបស់ក្រសួងសុខាភិបាលហើយត្រូវទទួលទានអាហារណាដែលសម្បូរទៅដោយជីវជាតិដើម្បីជួយពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំរបស់យើងឲ្យបានរឹងមាំនិងមិនងាយឆ្លងជំងឺកុំប្រហែសឲ្យសោះការពារប្រសើរជាងព្យាបាល